បុកលហុងចង់ថ្នោតគ្រាន់តែលើពាក្យថាបុកលហុងចង់ថ្នោតណាអ្នកតាប្រកាសជាស្គាល់កន្លែងគាត់មួយនេះហើយការលក់គឺលក់នៅលើចុងថ្នោតតែម្ដងភ្ញៀវដែលមកទាំងជិតទាំងឆ្ងាយមិនដែលរំលងឡើយកន្លែងគាត់មួយនេះអ្នកទាំងអស់គ្នាទៅច្រឡំថាកន្លែងគាត់មានលក់តែបុកលហុងណាតាមពិតទៅគឺគាត់មានលក់ជាមួយម្ហូបផ្សេងហើយម្ហូបដែលភ្ញៀវគាត់មកអត់ដែលរំលងគឺបុកលហុងហ្នឹងគឺល្បីមែនតើទៅគឺថាទៅនៅគ្រាន់តែដាក់មួយម៉ាត់មកអូនអ្នកទាំងគ្នាលេងឆ្ងល់ហេតុអីបានបុកលហុងកន្លែងគាត់លក់ដាច់ហើយបុកលហុងនេះគឺបែបស្រុកស្រែពិតៗហ្មងអ្នកទាំងអស់គ្នាសំខាន់មានច្រើនមកមែនតើសម្រាប់បុកលហុងទាំងអស់គ្នាមានទាំងក្តាមស្រែក្តាមសមុទ្រប៉ាតេជើងមាន់បន្ថែមជាមួយនឹងមីហើយនឹងនំបញ្ចុកនេះទាំងអូ my god ចាហ្នឹងគឺច្រើនពេញបឹកហ្មងណាហើយបើចង់ញ៉ាំបុកលហុងនៅចុងថ្នោតទទួលបានបរិយាកាសប្លែកកុំភ្លេចណាមកខេត្តតាកែវយើងហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាដល់ចា៎